ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសុខសប្បាយអត់ចាអរគុណព្រះអង្គថ្ងៃនេះជួយជាមួយអ្នកគ្រូនៅកិច្ចការថ្នាក់ទី4ចាមេរៀនថ្ងៃនេះគឺយើងរៀនពីមេរៀនទី2ប្រភេទអញ្ចឹងថ្ងៃនេះអ្នកគ្រូលើកយកចំណោទយកមកបង្រៀនកូនទាំងអស់គ្នាអញ្ចឹងកូនទាំងអស់គ្នាសូមអានទាំងអស់គ្នាជាមួយអ្នកគ្រូណាបាទចាប់ផ្ដើមមេរៀនពុះត្រសក់ស្រូវជា8ចំណែកស្មើគ្នាគាត់ឲ្យត្រសក់ស្រូវ3/8ទៅកូនទី1ហើយ4/8ទៅកូនទី2តាមមេរៀននៅសល់ត្រសក់ស្រូវប៉ុន្មានភាគអញ្ចឹងយើងអានម្ដងទៀតជាមួយអ្នកគ្រូមេរៀនពុះត្រសក់ស្រូវជា8ចំណែកស្មើគ្នាគាត់ឲ្យត្រសក់ស្រូវ3/8ទៅកូនទី1ហើយ4/8ទៅកូនទី2តើមេរៀននៅសល់ត្រសក់ស្រូវប៉ុន្មានភាគអញ្ចឹងរបៀបឆ្លើយនេះគឺមានពីរបៀបប្រមាណវិធីនិងរបៀបឆ្លើយអញ្ចឹងកូនរកអីគេក៏អញ្ចឹងយើងរកប្រភេទតាំងឲ្យត្រសក់ស្រូវដែលកូនទី1និងកូនទី2ទទួលបានអញ្ចឹងយើងធ្វើប្រមាណវិធីអីក៏ចាប្រមាណវិធីបូកប្រភេទចាអញ្ចឹងយក3/8បូកនឹង4/8អញ្ចឹងយើងដឹងហើយថាប្រភេទវិធីបូកប្រភេទដែលមានភាគបែងដូចនេះគឺយើងបូកភាគយកនឹងភាគយកអាចភាគបែងរក្សានៅដដែលអញ្ចឹងយើងយកវាមក3/8បូកនឹង4/8ស្មើនឹង3/8បូកនឹង4/8មកគឺឃើញយ៉ាងនោះគឺ7/8អញ្ចឹងយើងសរសេរតាមនោះចា៎ដាក់ឲ្យសរសេរជួរដេកអញ្ចឹងចម្លើយឃើញ7/8អញ្ចឹងថ្ងៃនេះយើងមានរកពីគេរកអីគេរករៀននៅសល់ចាអញ្ចឹងរកប្រភេទតាមត្រសក់ស្រូវដែលមានរៀននៅសល់អញ្ចឹងយើងធ្វើវិធីដកអញ្ចឹងចាប់ដឹងថាគាត់នៅសល់ប្រមាណទៀតអញ្ចឹងយើងដឹងហើយយើងពុះត្រសក់ស្រូវប្រហែលគាត់8ណាអញ្ចឹង8/5 3ដកនឹងចំនួន7/8នេះដែលកូនទាំងពីរអ្នកគាត់នឹងទទួលបានត្រង់ទាំងអស់គឺ7/8អញ្ចឹងយើងដកមក7/បើសិនទៅបាន7/8ចាដក8ដក7យើងនៅសល់ប៉ុន្មានទៅចាសល់1អញ្ចឹងសារភាគបែងនៅដដែលអញ្ចឹងស្មើនឹង1/5 អញ្ចឹងចម្លើយគឺនៅសល់1/8អញ្ចឹងយើងឆ្លើយថាប្រភេទតាមត្រសក់ស្រូវដែលមានរៀននៅសល់គឺ1/8អញ្ចឹងចំណុចលំហាត់ថ្ងៃនេះគឺមានតែប៉ុណ្ណឹងហើយអ្នកគ្រូសង្ឃឹមថាកូនយល់មេរៀននៅថ្ងៃនេះហើយបើកូនមានចម្ងល់អាចសួរអ្នកគ្រូនៅពេលក្រោយបានចា៎សូមអរគុណ